ការសិក្សាខ្ញុំតែមានសម្ពាធព្រោះពេលខ្ញុំរៀនខ្ញុំមានពេលខ្លះខ្ញុំពិបាកចិត្តដោយសារខ្ញុំគិតថាខ្ញុំធ្វើអត់បានទេតែបងអូនខ្ញុំគាត់នៅចិត្តខ្ញុំជាងគេគាត់តែងតែលើកទឹកចិត្តខ្ញុំពេលខ្ញុំបាក់ចិត្តខ្ញុំសប្បាយចិត្តតែបើប៉ាម៉ាក់ខ្ញុំអត់សូវហ៊ានបញ្ចេញទេខ្ញុំអត់ចង់ឲ្យគាត់បារម្ភពីខ្ញុំអញ្ចឹងណាខ្ញុំអត់សូវមានពេលមើលវាខ្ញុំចង់បាន A ហើយការសិក្សារបស់ខ្ញុំក៏ខ្ញុំតែងតែដាក់គោលដៅខ្លួនឯងគឺយក A ឲ្យបានរហូតខ្ញុំតែងតែដាក់សម្ពាធលើខ្លួនឯងថាខ្ញុំត្រូវធ្វើវាឲ្យបានបើខ្ញុំធ្វើអត់បានខ្ញុំដាក់គោលដៅខ្លួនឯងធ្វើអីខ្ញុំជាមនុស្សមានមហិច្ឆតាខ្ពស់ចង់បាន A រហូតយើងចង់ឈ្នះគេអញ្ចឹងណាគេខិតខំ50ខ្ញុំត្រូវខិតខំឲ្យបានគ្រប់100បើគេឈ្នះខ្ញុំបានអញ្ចឹងខ្ញុំក៏អាចឈ្នះគេបានដែរខ្ញុំមានអារម្មណ៍សប្បាយចិត្តដែរលោកគ្រូខ្ញុំអត់សូវមានពេលមើលវាខ្ញុំអត់ចេះការរៀនសូត្រខ្ញុំវាបានតិចតែចឹងវាហ៊ានខ្ញុំអត់អាចទៅហ៊ានវាហ៊ានខ្លួនវាអីខ្លួនវាទាំងអស់ប៉ាវាចេះថាឲ្យមើលគេហ៊ានណាបាននិទេសអេគេបានទៅជួបសម្ដេចចឹងខ្ញុំធ្វើឲ្យប៉ាឯងទៅជួបសម្ដេចឲ្យបានខ្ញុំថាឲ្យទៅជួបម៉ាក់សប្បាយចិត្តណាកូនខ្ញុំមករៀននឹងទាំង3តែកូនខ្ញុំអត់ដែរធ្វើខ្ញុំពិបាកតាំងពីទូចមកវារៀននិទេសអេរហូតសូម្បីតែរៀនចិនក៏ដែរបង់លុយដែរខ្ញុំធ្លាប់បានឮលោកគ្រូខ្ញុំមួយនិយាយគឺលោកគ្រូគណិតវិទ្យាគាត់ពេលខ្ញុំនៅទី12ហ្នឹងគ្រូចម្រើនគាត់ផ្ដល់នៅពាក្យពេចន៍ប្រាប់ខ្ញុំច្រើនគាត់តែងតែនិយាយថាធំប៉ុណ្ណឹងហើយគួរពឹងលើខ្លួនឯងហើយកុំចាំតែពឹងលើអ្នកដទៃគឺពាក្យហ្នឹងគឺខ្ញុំចាំខ្លាំងមកឲ្យខ្ញុំដឹងថាបើយើងអត់ច្បាស់ខ្លួនឯងយើងធ្វើរឿងហ្នឹងឲ្យបានជោគជ័យហើយបើមិត្តភ័ក្តិវិញពេលដែលយើងពិបាកចិត្តក្នុងការសិក្សាហ្នឹងដូចយើងបាក់ទឹកចិត្តអីចឹងគាត់តែងតែមកលេងសើចជាមួយយើងធ្វើឲ្យយើងសប្បាយចិត្តបើសម្រាប់គ្រូសាវិញគឺខ្លាំងហ្មងដោយសារគាត់តែងតែជួយយើងហើយគាត់តែងតែលើកទឹកចិត្តខ្ញុំអញ្ចឹងណាព្រោះអីការសិក្សាខ្ញុំតែមានសម្ពាធហើយបើជាភាសាគឺបងអូនខ្ញុំដោយសារគាត់នៅចិត្តខ្ញុំជាងគេនិយាយទៅគឺសាច់រឿងខ្ញុំគាត់ដឹងបានទាំងអស់ខ្ញុំបាក់ចិត្តខ្ញុំសប្បាយចិត្តឬក៏ខ្ញុំមានសម្ពាធអីគឺគាត់នៅជុំវិញខ្ញុំរហូតតែបើប៉ាម៉ាក់ខ្ញុំអត់សូវហ៊ានបញ្ចេញទេដោយសារខ្ញុំអត់ចង់ឲ្យគាត់បារម្ភពីខ្ញុំអញ្ចឹងណាព្រោះអីពេលខ្លះយើងនៅម្នាក់ឯងចឹងទៅយើងចេះកាត់ចឹងទៅតែបងអូនខ្ញុំគាត់ដឹងចឹងគាត់ជួយលើកទឹកចិត្តខ្ញុំគាត់និយាយថាអត់អីនាំយើងនិយាយរឿងសប្បាយកុំគិតរឿងពិបាកហ្នឹងវិញអញ្ចឹងក៏ខ្ញុំផ្លិចទៅហើយក៏ខ្ញុំខិតខំបន្ថែមទៅបងចង់ប្រាប់តើបងអូនថាទៅបងអរគុណមែនទេដោយសារក្នុងរយៈពេលដែលបងការខិតខំប្រឹងប្រែងនៅក្នុងរយៈពេលមុនការប្រឡងហ្នឹងគឺតែងតែមានការជំរុញលើកទឹកចិត្តផ្ដល់ជាមតិយោបល់ក្នុងការបន្តទៅផ្លូវខាងមុខអញ្ចឹងបើអត់មានបងអូនទេទឹកចិត្តហ្នឹងវាអាចបាក់នៅថ្ងៃណាមួយឬក៏វាអាចនឹងពិបាកចិត្តឬក៏អាចនឹងថាអាចចង់បោះបង់ប៉ុន្តែចុងក្រោយគឺមានការលើកទឹកចិត្តហ្នឹងគឺអាចបន្តមកដល់ថ្ងៃឥឡូវហើយក៏ជោគជ័យបាននីតិ A អញ្ចឹងការបាននីតិ A ហ្នឹងគឺមានចំណែកបងនៅក្នុងហ្នឹងគឺវាសំខាន់បំផុតមួយវិញទៀតគឺខ្ញុំខ្លួនឯងគឺសំខាន់ខ្លាំងដោយសារបើខ្ញុំអត់ខំប្រឹងទេគឺខ្ញុំអត់បានលទ្ធផលរាល់ថ្ងៃនោះដោយសារដាក់គោលដៅថាខ្ញុំចង់បានអាហ្នឹងខ្ញុំត្រូវធ្វើអាហ្នឹងឲ្យហើយខ្ញុំអត់ទុកស្អែកឬក៏ទុកទៅថ្ងៃណាមួយចឹងហើយគឺខ្ញុំត្រូវតែធ្វើវាឲ្យហើយក្នុងថ្ងៃហ្នឹងគឺខ្ញុំជួយចិត្តដាក់ភ្លាមគឺខ្ញុំធ្វើភ្លាមខ្ញុំតែងតែបែងចែកពេលវេលាមានការសិក្សាក៏ខ្ញុំមានពេលលេងអត់ធ្វើឲ្យមានសម្ពាធខ្លាំងហើយក៏មានការលើកទឹកចិត្តពីខ្លួនឯងខ្លះដែរខ្ញុំតែងតែប្រាប់ខ្លួនឯងថាទោះអត់បានក៏ខំទៅអីយើងបានខំក្នុងផ្លូវហ្នឹងយើងខំហើយបើយើងអត់បានទៀតក៏អស់សមត្ថភាពយើងដែរអញ្ចឹងខ្ញុំតែងតែខំហើយខ្ញុំអត់ដែលថាបោះបង់ខ្ញុំឈប់ធ្វើទេគឺខ្ញុំតែងតែបន្តរហូតការរើសសាលារៀន AS ដោយសារខ្ញុំឃើញមានវិន័យតឹងរឹងណែនាំកូនខ្ញុំរៀនបានបកែហើយណាមួយចេះសិលធម៌ក្នុងសង្គមច្រើនខ្ញុំរើសសាលារៀននេះគឺខ្ញុំមានទំនុកចិត្តខ្លាំងដោយសារសាលារៀនមានការអប់រំល្អការសិក្សាក៏ល្អធ្វើឲ្យកូនខ្មែរយើងរៀនទៅវាថាមានវិន័យល្អឃើញចំណេះដឹងក៏ចេះដឹងជ្រៅជ្រះមានអារម្មណ៍ថាសប្បាយចិត្តដែរលោកគ្រូទោះតែមានលុយប្រមាណក៏មិនស្មើនឹងកូនរៀនបកែដែរជាកិត្តិយសសម្រាប់គ្រួសារក៏ជាកិត្តិយសសម្រាប់សង្គមជាតិដែរលោកគ្រូក្នុងនាមបងជាសិស្សនិតិ A បងសូមលើកទឹកចិត្តដល់បងប្អូនចំនួនក្រោយថាការខិតខំប្រឹងប្រែងតែមកដល់ក្នុងពេលយឺននៅថ្ងៃណាមួយប៉ុន្តែការខិតខំប្រឹងប្រែងនឹងទទួលបានជោគជ័យជាពុំខាត
សូមបញ្ជាក់ថាយុវតីច័ន្ទម៉ូនីដាជាអតីតសិស្សនៃសាលារៀនអន្តរទ្វីបអាមេរិកឆ្នាំសិក្សា2023-2024បច្ចុប្បន្នកំពុងបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនដោយទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ 100% រយៈពេល4ឆ្នាំពេញរួមទាំងការផ្គត់ផ្គង់លើការស្នាក់នៅពីអាហារូបករណ៍របស់សម្ដេចបបរធិបតីហ៊ុនម៉ាណែតនៅសាកលវិទ្យាល័យ Peking ស្ថិតនៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនលើជំនាញគ្រប់គ្រងនិងហិរញ្ញវត្ថុសាលារៀនអន្តរទ្វីបអាមេរិក AIS គុណភាពវិន័យនិងសេវាកម្ម